អូនអើយផ្ទះខ្ញុំមានបាយដំណើបស្វាយទុំឥឡូវនេះមកដាំបាយដំណើបក្នុង microwave លាងកដំណើបឲ្យស្អាតដាក់ទឹកក្តៅដាំពុះចូលបន្តិចទៅ microwave ត្បូង2នាទីឥឡូវនេះដាក់លីងស្ដែកបន្ទាប់ពី2នាទីដកចេញយើងយកមកកូរវាចេះកូរចុះកូរឡើងដាក់ចូលវិញ2នាទីទៀតឥឡូវនេះ4នាទីក្រោយបាយដំណើបខ្ញុំឆ្អិនខ្ញុំត្រូវការបន្តិចខ្ញុំមិនត្រូវការដាំឲ្យចំហុយទេលីងស្ដែកបាយបន្ទាប់មកគឺខ្ទិះដូងដាក់អំបិលបន្តិចស្ករម្សៅឆាតិចទៅហើយនឹងស្លឹកតើយហើយបងប្អូនភ្លក់មើលទៅចង់ផ្អែមប៉ុណ្ណានៅខាប់ចឹងដើម្បីយកទៅស្រូបលើបាយដំណើបឥឡូវនេះមកចាត់ស្វាយនេះកម្រឃើញលក់នៅផ្សារអង់គ្លេសបើឃើញលក់នៅក្នុងផ្សារអង់គ្លេសវាចម្លែកមិនជាផ្អែមខ្លាំងអីទេប៉ុន្តែអាចទទួលបានហើយបានតែខ្ញុំដាំបាយដំណើបក្នុង microwave ដោយសារខ្ញុំដាំទាំងកន្លះកំប៉ុងនេះហើយយើងដាក់ microwave ទៅវាលឿនហើយឆ្អិនល្អដូចយើងដាំហើយដូចយើងចំហុយចឹងបងប្អូនឥឡូវនេះរោយស្ដែកមកស្រូបទឹកខ្ទិះជីវិតហើយនៅស្រុកគេមានន័យជ្រៅជាងស្រាផែនដីទៀតបងប្អូនអើយ